ទ្វីបអឺរ៉ុបទ្វីបអឺរ៉ុបគឺជាទ្វីបដែលធំជាងគេលំដាប់ថ្នាក់ទី6ក្នុងចំណោមទ្វីបទាំង7នៅក្នុងពិភពលោកទ្វីបនេះមានប្រទេសប្រហែល44ប្រទេសដែលមានផ្ទៃដីគ្របដណ្ដប់ប្រហែល 9,93,800 គីឡូម៉ែត្រការ៉េនិងមានចំនួនប្រជាជនសរុបប្រហែល 740 លាននាក់ជាប់លំដាប់ថ្នាក់លេខ3បន្ទាប់ពីទ្វីបអាស៊ីនិងទ្វីបអាហ្វ្រិកទ្វីបអឺរ៉ុបមានព្រំប្រទល់ជាប់នឹងផ្ទៃទឹកជាច្រើនត្រូវបានបំបែកចេញពីអាស៊ីដោយជួរភ្នំអ៊ុយរ៉ាល់របស់រុស្ស៊ីនិងដោយសមុទ្រកាព្យេនិងសមុទ្រខ្មៅវាត្រូវបានបំបែកចេញពីទ្វីបអាហ្វ្រិកដោយសមុទ្រមីឌីតេរ៉ាណេអឺរ៉ុបត្រូវបានគេហៅថាជាឧបទ្វីបយក្សព្រោះវាត្រូវបានហ៊ុមព័ទ្ធទៅដោយទឹកសមុទ្រភាគខាងជើងភាគខាងលិចនិងភាគខាងត្បូងក្រៅពីនេះវាក៏សម្បូរទៅដោយឧបទ្វីបតូចៗជាច្រើនទៀតផងដែលមានដូចជាឧបទ្វីបស្កង់ឌីណាវនៃប្រទេសន័រវេសនិងស៊ុយអែតឧបទ្វីបអ៊ីបែរីប្រទេសអេស្ប៉ាញនិងប៉ូទុយហ្គាល់ឧបទ្វីបអ៊ីតាលីប្រទេសអ៊ីតាលីឧបទ្វីបបាល់កង់ប្រទេសក្រិកនិងបណ្ដាប្រទេសជិតខាងអឺរ៉ុបមានជួរភ្នំធំៗដែលជាខែលការពារនិងជាប្រភពទឹកដូចជាជួរភ្នំអាល់ជាជួរភ្នំល្បីបំផុតនៅអឺរ៉ុបកណ្ដាលដែលកាត់តាមបារាំងស្វីសអ៊ីតាលីនិងអូទ្រីសជួរភ្នំអូរ៉ាល់ជាព្រំប្រទល់ធម្មជាតិដែលចែករវាងអឺរ៉ុបនិងអាស៊ីជួរភ្នំកូកាជាកន្លែងដែលមានកំពូលភ្នំខ្ពស់បំផុតនៅអឺរ៉ុបគឺភ្នំអែលប្រុសដែលមានកម្ពស់ 5,642 ម៉ែត្រផ្ទៃរាបរបស់អឺរ៉ុបមានផ្ទៃដីរាបដែលជាលក្ខណៈរូបសាស្ត្រសំខាន់បំផុតជាតំបន់ដែលធំល្វឹងល្វើយលាតសន្ធឹងពីប្រទេសបារាំងរហូតដល់ប្រទេសរុស្ស៊ីដីមានជីជាតិខ្លាំងសម្រាប់ធ្វើកសិកម្មជាកន្លែងប្រជាជនរស់នៅកកកុញនិងមានរោងចក្រឧស្សាហកម្មជាច្រើនប្រព័ន្ធទន្លេនិងផ្លូវទឹកទន្លេនៅអឺរ៉ុបមិនគ្រាន់តែជាប្រភពទឹកផ្អែកសំខាន់ប៉ុណ្ណោះទេប៉ុន្តែជាផ្លូវដឹកជញ្ជូនសេដ្ឋកិច្ចដ៏សំខាន់បំផុតទន្លេដានូបជាទន្លេដែលវែងជាងគេទី2ដែលហូរកាត់ប្រទេសជាច្រើនក្នុងអឺរ៉ុបកណ្ដាលនិងខាងកើតទន្លេរាំងជាផ្លូវទឹកដ៏មមាញឹកសម្រាប់ការដឹកជញ្ជូនទំនិញតាមកប៉ាល់ទន្លេវ៉ុលកាជាទន្លេដែលវែងជាងគេបំផុតនៅក្នុងទ្វីបអឺរ៉ុបស្ថិតនៅក្នុងប្រទេសរុស្ស៊ីអឺរ៉ុបមានអាកាសធាតុដែលទទួលឥទ្ធិពលពីមហាសមុទ្រអាត្លង់តិកធ្វើឲ្យអឺរ៉ុបមានអាកាសធាតុបង្គោលមិនក្តៅពេកមិនត្រជាក់ពេកធៀបនឹងតំបន់ផ្សេងដែលមានរយៈទទឹងស្របគ្នាអឺរ៉ុបជាទូទៅចែកចេញជា4តំបន់ដូចជាអឺរ៉ុបខាងលិចមាន9ប្រទេសអឺរ៉ុបខាងកើតមាន10ប្រទេសអឺរ៉ុបខាងត្បូងមាន15ប្រទេសនិងអឺរ៉ុបខាងជើងមាន10ប្រទេសអឺរ៉ុបខាងកើតអឺរ៉ុបខាងកើតគឺជាអនុតំបន់ធំជាងគេនិងមានប្រជាជនច្រើនជាងគេនៅអឺរ៉ុបដែលមានប្រជាជនចំនួនប្រមាណ 284.2 លាននាក់និងមានផ្ទៃដីសរុបចំនួន 18,52,768 គីឡូម៉ែត្រការ៉េអនុតំបន់អឺរ៉ុបខាងកើតលាតសន្ធឹងពីភ្នំអ៊ុយរ៉ាល់នៅភាគខាងកើតរហូតដល់ព្រំដែនខាងលិចនៃប្រទេសប៉ូឡូញសាធារណរដ្ឋឆេកស្លូវ៉ាគីហុងគ្រីរ៉ូម៉ានីនិងប៊ុលហ្គារីអឺរ៉ុបខាងត្បូងមានប្រទេសចំនួន10រុស្ស៊ីគឺជាប្រទេសធំជាងគេនិងមានប្រជាជនច្រើនជាងគេនៅអឺរ៉ុបខាងកើតទោះបីជាយ៉ាងណាក៏ដោយផ្ទៃដីភាគច្រើនរបស់រុស្ស៊ីគឺជាផ្នែកមួយនៃអាស៊ីមិនមែនអឺរ៉ុបទេព្រោះរុស្ស៊ីគឺជាប្រទេសឆ្លងទ្វីបហើយមានទឹកដីនៅអឺរ៉ុបនិងអាស៊ីប្រទេសរុស្ស៊ីនិងប្រទេសចំនួន9ផ្សេងទៀតដែលបង្កើតបានជាអនុតំបន់នៃអឺរ៉ុបខាងកើតដែលជាទូទៅធ្លាប់បានគេស្គាល់ថាជាប្លុកខាងកើតក្នុងអំឡុងសង្គ្រាមត្រជាក់ប្រទេសរុស្ស៊ីបេឡារុសម៉ុលដាវីនិងអ៊ុយក្រែនសុទ្ធតែជាសាធារណរដ្ឋនៅក្នុងសហភាពសូវៀតរហូតដល់វាបានដួលរលំនៅឆ្នាំ 1991 សប្តាហ៍ថ្ងៃនេះ
អឺរ៉ុបខាងកើតភាគច្រើនគឺជាផ្នែកមួយនៃសហភាពអឺរ៉ុបនិង NATO ខាងក្រោមនេះគឺជាប្រទេសនៅអឺរ៉ុបខាងកើតទី10ប្រទេសបុលហ្គារីប្រទេសបុលហ្គារីមានរដ្ឋធានីឈ្មោះ Sofia ដែលមានផ្ទៃដីចំនួន 119,994 គីឡូម៉ែត្រការ៉េនិងមានប្រជាជនក្នុងឆ្នាំ 2025 ចំនួន 6,714,560 នាក់ GDP សរុបក្នុងប្រទេសនេះមានចំនួន 227.92 ពាន់លានដុល្លារទី9សាធារណរដ្ឋម៉ុលដារីរដ្ឋធានីឈ្មោះ Chisinau មានផ្ទៃដីសរុបចំនួន 33,846 គីឡូម៉ែត្រការ៉េនិងមានប្រជាជនសរុបចំនួន 2,099,106 នាក់ប្រទេសនេះមាន GDP សរុបចំនួន 19.62 ពាន់លានដុល្លារសហរដ្ឋអាមេរិកទី8ស្លូវ៉ាគីប្រទេសស្លាវ៉ាគឺជារដ្ឋធានីប្រទេសនេះមានផ្ទៃដីសរុបចំនួន 49,035 គីឡូម៉ែត្រការ៉េប្រជាជនសរុបក្នុងឆ្នាំ 2025 មានចំនួន 5,047,4881 នាក់ GDP សរុបក្នុងឆ្នាំ 2025 មានចំនួន 154.59 ពាន់លានដុល្លារសហរដ្ឋអាមេរិក7ប្រទេសបេឡារុសមីនជារដ្ឋធានីរបស់ប្រទេសបេឡារុសប្រទេសនេះមានផ្ទៃដីសរុបចំនួន 2,76,600 គីឡូម៉ែត្រការ៉េប្រជាជនសរុបក្នុងឆ្នាំ 2025 មានចំនួន 8,099,7603 នាក់ទៅត្រឹមឆ្នាំ 2025 និងមាន GDP សរុប 85.7 ពាន់លានដុល្លារសហរដ្ឋអាមេរិកទី6ប្រទេសហុងគ្រីប៊ុយដាបេសគឺជារដ្ឋធានីប្រទេសនេះមានផ្ទៃដីសរុបចំនួន 93,030 គីឡូម៉ែត្រការ៉េប្រជាជនក្នុងឆ្នាំ 2025 មានចំនួន 9,063,287 នាក់ប្រទេសនេះមាន GDP សរុបចំនួន 247.76 ពាន់លានដុល្លារសហរដ្ឋអាមេរិកគិតត្រឹមឆ្នាំ 2025ទី5ប្រទេសឆេកប្រទេសនេះមានរដ្ឋធានីឈ្មោះប្រាក់ដែលមានផ្ទៃដីសរុបចំនួន 78,871 គីឡូម៉ែត្រការ៉េជាជនសរុបក្នុងឆ្នាំ 2025 មានចំនួន 10,060,9,239 នាក់និងមាន GDP សរុបចំនួន 383.38 ពាន់លានដុល្លារសហរដ្ឋអាមេរិកទី4ប្រទេសរ៉ូម៉ានីពុយការ៉េសគឺជារដ្ឋធានីប្រទេសនេះមានផ្ទៃដីសរុបចំនួន 23,897 គីឡូម៉ែត្រការ៉េប្រទេសរ៉ូម៉ានីមានប្រជាជនសរុបចំនួន 18,908,650 នាក់គិតត្រឹមឆ្នាំ 2025 ដែលមាន GDP សរុបចំនួន 422.51 ពាន់លានដុល្លារសហរដ្ឋអាមេរិកទី3ប្រទេសអ៊ុយក្រែនប្រទេសនេះមានរដ្ឋធានីឈ្មោះទីក្រុងគៀវដែលមានផ្ទៃដីសរុបចំនួន 603,628 គីឡូម៉ែត្រការ៉េនិងមានប្រជាជនសរុបក្នុងឆ្នាំ 2025 ចំនួន 38,098,376 គិតត្រឹមឆ្នាំ 2025 និងមាន GDP សរុបចំនួន 209.71 ពាន់លានដុល្លារសហរដ្ឋអាមេរិកទី2ប្រទេសប៉ូឡូញប្រទេសនេះមានរដ្ឋធានីឈ្មោះវ៉ាសូវីដែលមានផ្ទៃដីសរុបចំនួន 31,2696 គីឡូម៉ែត្រការ៉េប្រជាជនក្នុងឆ្នាំ 2025 ចំនួន 38,014,910 នាក់គិតត្រឹមឆ្នាំ 2025 តែនេះមាន GDP សរុបចំនួន 1.04 trillion ដុល្លារសហរដ្ឋអាមេរិកនិងទី1ប្រទេសរុស្ស៊ីប្រទេសរុស្ស៊ីមានរដ្ឋធានីឈ្មោះទីក្រុងម៉ូស្គូដែលមានផ្ទៃដីសរុបចំនួន 17,098,246 គីឡូម៉ែត្រការ៉េដែលមានផ្ទៃដីធំជាងគេនៅអឺរ៉ុបខាងកើតប្រទេសរុស្ស៊ីមានប្រជាជនសរុបចំនួន 143,099,7393 នាក់គិតត្រឹមឆ្នាំ 2025 និងមាន GDP សរុបចំនួន 2.54 trillion ដុល្លារសហរដ្ឋអាមេរិក
ប្រទេសទាំងអស់នៅអឺរ៉ុបខាងកើតធ្លាប់ជាផ្នែកមួយនៃប្លុកកុម្មុយនីសខាងកើតដែលជាទឹកដីដឹកនាំដោយសហភាពសូវៀតក្នុងអំឡុងសង្គ្រាមត្រជាក់ប្រទេសភាគច្រើននៅអឺរ៉ុបខាងកើតបានបន្តទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយលោកខាងលិចនិងធ្វើសមាហរណកម្មអឺរ៉ុបកាន់តែទូលំទូលាយរុស្ស៊ីគឺជាប្រទេសធំជាងគេនិងមានប្រជាជនច្រើនជាងគេនៅអឺរ៉ុបខាងកើតម៉ុលដាវីគឺជាប្រទេសតូចបំផុតនិងមានប្រជាជនតិចបំផុតនៅអឺរ៉ុបខាងកើតលក្ខណៈពិសេសនៃអឺរ៉ុបខាងកើត1ភាពចម្រុះនៃវប្បធម៌ប្រវត្តិសាស្ត្រតំបន់នេះគឺជាទីកន្លែងជួបជុំគ្នានៃអរិយធម៌ស្លាវឡាតាំងនិងអូតូម៉ង់ប្រទេសដូចជាឆេកនិងហុងគ្រីមានស្ថាបត្យកម្មបែបអឺរ៉ុបកណ្ដាលដ៏ស្រស់ស្អាតខណៈរុស្ស៊ីមានលក្ខណៈពិសេសដោយសារទឹកដីធំដែលលាតសន្ធឹងដល់អាស៊ីទី2ការផ្លាស់ប្ដូរសេដ្ឋកិច្ចបន្ទាប់ពីការដួលរលំនៃរបបកុម្មុយនីសក្នុងទសវត្សរ៍ឆ្នាំ1990ប្រទេសភាគច្រើននៅក្នុងតំបន់នេះបានផ្លាស់ប្ដូរមកកាន់ប្រព័ន្ធទីផ្សារសេរីប៉ូឡូញគឺជាប្រទេសមួយដែលរីកចម្រើនយ៉ាងលឿនក្លាយជាមហាអំណាចសេដ្ឋកិច្ចដ៏សំខាន់មួយនៅក្នុងសហភាពអឺរ៉ុបទី3វិស័យកសិកម្មនិងឧស្សាហកម្មអឺរ៉ុបខាងកើតជាពិសេសអ៊ុយក្រែននិងរុស្ស៊ីត្រូវបានគេស្គាល់ថាជាជង្រុកធញ្ញជាតិរបស់ពិភពលោកដោយសារដីមានជីជាតិខ្លាំងដែលនាំចេញស្រូវសាលីនិងពោតយ៉ាងច្រើនទៅកាន់ទីផ្សារអន្តរជាតិនិងទី4ទេសភាពភូមិសាស្ត្រតំបន់នេះសម្បូរទៅដោយវាលទំនាបធំៗនិងជួរភ្នំកាប៉ាធានផ្ដល់នូវទេសភាពធម្មជាតិដ៏ស្រស់ស្អាតសម្រាប់វិស័យទេសចរណ៍និងការឡើងភ្នំអឺរ៉ុបខាងលិចអឺរ៉ុបខាងលិចគឺជាតំបន់ដែលមានឥទ្ធិពលមួយនៅក្នុងពិភពលោកទាំងផ្នែកសេដ្ឋកិច្ចនយោបាយនិងប្រវត្តិសាស្ត្រអឺរ៉ុបខាងលិចមានផ្ទៃដីសរុបចំនួនប្រហែល 1.1 លានគីឡូម៉ែត្រការ៉េតាមការចាត់ថ្នាក់របស់អង្គការសហប្រជាជាតិតំបន់អឺរ៉ុបខាងលិចមានចំនួន9ប្រទេសដូចជាទី1ប្រទេសបារាំងសាធារណរដ្ឋបារាំងគឺជាប្រទេសធំជាងគេបង្អស់នៅអឺរ៉ុបភាគខាងលិចដែលមានផ្ទៃដីចំនួន 632,702 គីឡូម៉ែត្រការ៉េមានប្រជាជនប្រហែល 66,065,804 នាក់គិតត្រឹមឆ្នាំ 2025 មាន GDP 4,504 ពាន់លានជាប់លំដាប់ថ្នាក់លេខ 2 នៅអឺរ៉ុបទី2ប្រទេសអាល្លឺម៉ង់មានឈ្មោះជាផ្លូវការថាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់គឺជាមហាអំណាចសេដ្ឋកិច្ចលេខ1នៅអឺរ៉ុបនិងមានប្រជាជនច្រើនជាងគេនៅក្នុងតំបន់នេះផ្ទៃដីរបស់ប្រទេសអាល្លឺម៉ង់មានចំនួន 35,722 គីឡូម៉ែត្រការ៉េគឺជាប្រទេសមួយនៅអឺរ៉ុបខាងលិចនិងអឺរ៉ុបកណ្ដាលស្ថិតនៅចន្លោះសមុទ្របាល់ទិកនិងសមុទ្រខាងជើងនៅភាគខាងជើងជាមួយនឹងជួរភ្នំអាល់ភាគខាងត្បូងអាល្លឺម៉ង់មានប្រជាជនចំនួន 84,75,075 នាក់គិតត្រឹមឆ្នាំ 2025 ប្រទេសនេះមាន GDP ចំនួន 6,154 ពាន់លានដុល្លារទី3ប្រទេសហូឡង់ព្រះរាជាណាចក្រហូឡង់ជាប្រទេសដែលមានដីទំនាបនិងមានប្រព័ន្ធគ្រប់គ្រងទឹកដ៏ល្បីល្បាញប្រទេសនេះមានផ្ទៃដីចំនួន 41,865 គីឡូម៉ែត្រការ៉េមានព្រំប្រទល់ជាប់នឹងប្រទេសអាល្លឺម៉ង់នៅភាគខាងកើតនិងបែលហ្សិកនៅភាគខាងត្បូងជាមួយនឹងឆ្នេរសមុទ្រខាងជើងនៅភាគខាងជើងនិងខាងលិចមានព្រំប្រទល់សមុទ្រជាមួយនឹងចក្រភពអង់គ្លេសអាល្លឺម៉ង់បែលហ្សិកប្រទេសនេះមានប្រជាជនចំនួន 13,34,6,819 នាក់គិតត្រឹមឆ្នាំ 2025 ហើយមាន GDP ចំនួន 1,581 ពាន់លានដុល្លារ
ទី4ប្រទេសស្វីសសហព័ន្ធស្វីសគឺជាប្រទេសល្បីល្បាញខាងអព្យាក្រឹតភាពនិងជួបនំអាំងដ៏ស្រស់ស្អាតប្រទេសនេះមានផ្ទៃដីចំនួន 41,285 គីឡូម៉ែត្រការ៉េមានទីតាំងនៅចំណុចប្រសពនៃអឺរ៉ុបកណ្ដាលអឺរ៉ុបខាងលិចនិងអឺរ៉ុបខាងត្បូងវាមានព្រំប្រទល់ជាប់នឹងប្រទេសអាល្លឺម៉ង់ភាគខាងជើងបារាំងភាគខាងលិចអូទ្រីសនិងលិចថែនស្តាញនៅភាគខាងកើតនិងអ៊ីតាលីនៅភាគខាងត្បូងប្រទេសនេះមានប្រជាជនចំនួន 8,96,7407 នាក់គិតត្រឹមឆ្នាំ 2025 ដែលមាន GDP ប្រហែល $881.8 លានទី5ប្រទេសបែលហ្សិកព្រះរាជាណាចក្របែលហ្សិកជាបេះដូងនយោបាយរបស់អឺរ៉ុបប្រទេសនេះមានផ្ទៃដីចំនួន 36,89 គីឡូម៉ែត្រការ៉េមានព្រំប្រទល់ជាប់នឹងប្រទេសហូឡង់ភាគខាងជើងអាល្លឺម៉ង់ភាគខាងកើតលុចសំបួរភាគអាគ្នេយ៍បារាំងនៅភាគខាងត្បូងនិងសមុទ្រភាគខាងជើងនៅភាគខាងលិចប្រទេសនេះមានប្រជាជនប្រហែល 11,75,603 នាក់គិតត្រឹមឆ្នាំ 2025 ដែលមាន GDP ប្រហែល $889.833 លានទី6ប្រទេសអូទ្រីសសាធារណរដ្ឋអូទ្រីសមានផ្ទៃដីចំនួន 83,879 គីឡូម៉ែត្រការ៉េអូទ្រីសមានព្រំប្រទល់ជាប់នឹងប្រទេសអាល្លឺម៉ង់ភាគពីយប់សាធារណរដ្ឋឆេកភាគខាងជើងស្លូវ៉ាគីនៅភាគឦសានហុងហ្គារីនៅភាគខាងកើតស្លូវីនីនិងអ៊ីតាលីនៅភាគខាងត្បូងស្វីសនិងលិចថែនស្តាញនៅភាគខាងលិចប្រទេសនេះមានប្រជាជនចំនួន 9,11,374 នាក់មាន GDP ប្រហែល $682.86 លានទី7លុចសំបួរប្រទេសលុចសំបួរមានព្រំប្រទល់ជាប់នឹងប្រទេសបែលហ្សិកភាគខាងលិចខាងជើងប្រទេសអាល្លឺម៉ង់នៅភាគខាងកើតនិងប្រទេសបារាំងនៅភាគខាងត្បូងប្រទេសនេះមានប្រជាជនចំនួន 68,453 នាក់គិតត្រឹមឆ្នាំ 2025 មាន GDP ចំនួន $16,505 លានប្រទេសម៉ូណាកូប្រទេសនេះមានផ្ទៃដីចំនួន 2 គីឡូម៉ែត្រការ៉េមានព្រំប្រទល់ជាប់នឹងប្រទេសបារាំងភាគខាងជើងខាងកើតនិងខាងលិចជាមួយនឹងសមុទ្រមេឌីទែរ៉ាណេនៅភាគខាងត្បូងដែលមានប្រជាជនចំនួន 38,341 នាក់ហើយមាន GDP ចំនួន $8.924 លាន9ប្រទេសលីខតេនស្តាញប្រទេសនេះមានផ្ទៃដីចំនួន 160 គីឡូម៉ែត្រការ៉េមានទីតាំងស្ថិតនៅចន្លោះប្រទេសអូទ្រីសភាគខាងកើតនិងឦសាននិងប្រទេសស្វីសនៅភាគពីយប់ខាងលិចនិងខាងត្បូងប្រទេសនេះមានប្រជាជនចំនួន 40,128 នាក់គិតត្រឹមឆ្នាំ 2025 ដែលមាន GDP សរុបចំនួន $7.172 លានលក្ខណៈពិសេសនៃតំបន់នេះអឺរ៉ុបខាងលិចមានភាពលេចធ្លោជាច្រើនដែលធ្វើឲ្យពិភពលោកចាប់អារម្មណ៍ទី1អំណាចសេដ្ឋកិច្ចអាល្លឺម៉ង់បារាំងគឺជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុបតំបន់នេះគឺជាមជ្ឈមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យានិងវិស័យធនាគារជាពិសេសប្រទេសស្វីសទី2ជាបេះដូងនៃសហភាពអឺរ៉ុបទីក្រុងប្រុយសែលនៃប្រទេសបែលហ្សិកត្រូវបានគេចាត់ទុកជារដ្ឋធានីរបស់អឺរ៉ុបព្រោះវាជាកន្លែងទីស្នាក់ការកណ្ដាលរបស់សហភាពអឺរ៉ុបនិងអង្គការ NATO ទី3វប្បធម៌និងសិល្បៈជាតំបន់ដែលសម្បូរទៅដោយសារមន្ទីរល្បីៗស្ថាបត្យកម្មបុរាណនិងជាប្រភពតន្ត្រីបុរាណនៅអូទ្រីសនិងអាល្លឺម៉ង់ទី4កម្រិតជីវភាពខ្ពស់ប្រជាជននៅតំបន់នេះទទួលបានការអប់រំនិងសេវាសុខាភិបាលនិងប្រព័ន្ធសុខុមាលភាពសង្គមល្អបំផុតមួយនៅក្នុងពិភពលោកអឺរ៉ុបខាងជើងយោងទៅតាមភូមិសាស្ត្ររបស់អង្គការសហប្រជាជាតិអឺរ៉ុបខាងជើងមានប្រទេសអធិបតេយ្យចំនួន10ប្រទេសទាំងនេះអាចបែងចែកជា3តំបន់ដូចជា Scandinavia កោះអង់គ្លេសនិងតំបន់ Baltic តំបន់ Scandinavia មានប្រទេសចំនួន5ដូចជាទី1ប្រទេសន័រវេសប្រទេសន័រវេសបានកំណត់លក្ខណៈដីភ្នំច្រកសមុទ្រជ្រៅៗនិងកោះជាច្រើនវាត្រូវបានគេស្គាល់ជាផ្លូវការថាព្រះរាជាណាចក្រន័រវេសប្រទេសនេះមានប្រជាជនប្រមាណ 5,62,371 នាក់គិតត្រឹមឆ្នាំ 2025 រដ្ឋធានីប្រទេសនេះនិងទីក្រុងដែលមានព
ប្រជាជនច្រើនជាងគេរបស់ប្រទេសនៅវេសគឺអូស្លូដែលត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនយោបាយនិងវប្បធម៌របស់ប្រទេសរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនេះត្រូវបានដឹកនាំដោយព្រះមហាក្សត្រហារ៉ាល់ទី5ខណៈដែលប្រមុខរដ្ឋាភិបាលពិតប្រាកដគឺជានាយករដ្ឋមន្ត្រីទី2ប្រទេសស៊ុយអែតប្រទេសស៊ុយអែតមានទីតាំងស្ថិតនៅចន្លោះប្រទេសនៅវេសនិងហ្វាំងឡង់ប្រទេសនេះមានមនុស្សរស់នៅតាំងពីសម័យបុរេប្រវត្តិដែលមានផ្ទៃដីចំនួនប្រហែល474,420 គីឡូម៉ែត្រការ៉េប្រទេសស៊ុយអែតមានប្រជាជនចំនួនប្រមាណ10,065,633 នាក់គិតត្រឹមឆ្នាំ2025រាជធានីស្តុកហូមរបស់ប្រទេសនេះគឺជាទីតាំងល្បីៗជាច្រើននៅលើពិភពលោករួមមានសារមន្ទីរវ៉ាសាសារមន្ទីរជាតិវិមានស្តុកហូមនិងសាលប្រគំតន្ត្រីស្តុកហូមជាកន្លែងដែលពិធីប្រគល់រង្វាន់ Nobel ត្រូវបានប្រារព្ធឡើងទី3ប្រទេសដាណឺម៉ាកប្រទេសដាណឺម៉ាកមានព្រំប្រទល់គោកជាមួយនឹងប្រទេសអាល្លឺម៉ង់ហើយស្ថិតនៅលើឧបទ្វីបតែមួយផ្នែកមួយនៃប្រទេសនេះស្ថិតនៅក្នុងចម្ងាយ161 គីឡូម៉ែត្រពីឆ្នេរសមុទ្រស៊ុយអែតប្រទេសនេះដែលត្រូវបានគេស្គាល់ជាផ្លូវការថាព្រះរាជាណាចក្រដាណឺម៉ាកគឺជាប្រទេសដែលស្ថិតនៅភាគខាងត្បូងបំផុតនៃបណ្ដាប្រទេសស្កេនឌីណាវីប្រទេសដាណឺម៉ាកក៏មានកោះចំនួន443រួមទាំងកោះ Fonen និងកោះ Zeeland ដែលជាកោះដែលមានរដ្ឋធានីកូប៉ាន់ហាការប៉ាត់ស្មានប្រជាជនក្នុងឆ្នាំ2025ប្រទេសនេះមានចំនួន6,2,507 នាក់អិសរាជជនល្បីៗមកពីប្រទេសដាណឺម៉ាករួមមានអ្នកនិពន្ធ Hans Christian Andersen និង Karen Blixen អ្នកផលិតខ្សែភាពយន្ត Billy August និង Lavon Trier និងកីឡាករវ៉េកុនបាល់ Caroline Wozniacki ទី4ប្រទេសហ្វាំងឡង់ហ្វាំងឡង់មានទីតាំងស្ថិតនៅភាគខាងជើងនៃទ្វីបអឺរ៉ុបនិងស្ថិតនៅចន្លោះប្រទេសស៊ុយអែតនិងរុស្ស៊ីដែលមានប្រទេសនៅវេសជាប់ព្រំដែនភាគខាងជើងប្រទេសនេះមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋហ្វាំងឡង់ប្រទេសនេះមានផ្ទៃដីចំនួន39,903 គីឡូម៉ែត្រការ៉េមានប្រជាជនចំនួន5,062,329 នាក់គិតត្រឹមឆ្នាំ2025ប្រទេសនេះពីមុនជាផ្នែកមួយនៃចក្រភពរុស្ស៊ីនិងជាផ្នែកមួយនៃប្រទេសស៊ុយអែតពួកគេបានប្រកាសឯករាជ្យនៅឆ្នាំ1917ហើយចាប់តាំងពីពេលនោះមកបានរក្សាជំហរអព្យាក្រឹតនៅក្នុងបញ្ហាភូមិសាស្ត្រនយោបាយរដ្ឋធានីរបស់ប្រទេសហ្វាំងឡង់មានឈ្មោះថា Helsinki មានទីតាំងស្ថិតនៅខាងត្បូងនៃប្រទេសនិងមានប្រជាជនរស់នៅប្រមាណ1,268,296 នាក់ទី5ប្រទេសអ៊ីស្លង់ប្រទេសកោះអ៊ីស្លង់មានទីតាំងស្ថិតនៅភាគខាងត្បូងនៃរង្វង់សមុទ្រអាកទិកទេសភាពរបស់ប្រទេសនេះត្រូវបានគ្របដណ្ដប់ដោយលក្ខណៈពិសេសដូចជាភ្នំភ្លើងទឹកក្តៅអ៊ុនៗប្រភពទឹកក្តៅនិងទឹកជ្រោះប្រទេសនេះមានផ្ទៃដីចំនួន103,022 គីឡូម៉ែត្រការ៉េមានប្រជាជនចំនួន39,8,266 នាក់ប្រវត្តិសាស្ត្ររបស់ប្រទេសអ៊ីស្លង់មានតាំងពីសតវត្សទី9ហើយរួមបញ្ចូលទាំងសម្ព័ន្ធភាពនយោបាយជាមួយប្រទេសជិតខាងគឺប្រទេសនៅវេសនិងដាណឺម៉ាករដ្ឋធានីនិងទីក្រុងដែលមានប្រជាជនច្រើនជាងគេរបស់ប្រទេសអ៊ីស្លង់គឺទីក្រុង Reykjavik ដែលជារដ្ឋធានីដែលស្ថិតនៅភាគខាងជើងបំផុតនៅលើពិភពលោកត្រូវបានគេប៉ាន់ស្មានថាកើតឡើងនៅឆ្នាំ874នៃគ្រិស្តសករាជសប្តាហ៍នេះវាជាជំរករបស់ប្រជាពលរដ្ឋប្រហែល131,136 នាក់តំបន់កោះអង់គ្លេសមានដូចជាទី1ចក្រភពអង់គ្លេសចក្រភពអង់គ្លេសនៃអង់គ្លេសនិងអេឡង់ខាងជើងគឺជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញតែប្រមុខរដ្ឋគឺជាម្ចាស់ក្សត្រីអេលីសាបេតទី2កាន់តំណែងជាព្រះមហាក្សត្រដែលបម្រើការយូរបំផុតនៅលើពិភពលោកចក្រភពអង់គ្លេសដែលជាទូទៅរួមមានប្រទេសអង់គ្លេស Wales Scotland និងអេឡង់ខាងជើងដែលមានផ្ទៃដីសរុបប្រហែល242,500 គីឡូម៉ែត្រការ៉េប្រទេសនេះមានប្រជាជនប្រមាណ69,055,1332 នាក់គិតត្រឹមឆ្នាំ2025ចក្រភពអង់គ្លេសមានទីក្រុងដ៏សម្បូរបែបគឺទីក្រុងឡុងជារដ្ឋធានីនៃចក្រភពនេះប្រជាជនដែលរស់នៅទីក្រុងឡុងមានចំនួនប្រហែល9,078,9,426 នាក់ទី2ប្រទេសអេឡង់កោះអេឡង់ត្រូវបានបែងចែកជាសាធារណរដ្ឋអេឡង់នៅភាគខាងត្បូងនិងអេឡង់ភាគខាងជើងដែលជាផ្នែកមួយនៃចក្រភពអង់គ្លេសអេឡង់មានផ្ទៃដីចំនួន
7273 គីឡូម៉ែត្រការ៉េមានប្រជាជនប្រមាណ 5,30,839 នាក់គិតត្រឹមឆ្នាំ 2025 ប្រទេសនេះមានរដ្ឋធានីឈ្មោះទីក្រុងដូប្លីនមានប្រជាជនរស់នៅក្នុងទីក្រុងនេះចំនួន 1,24,027 នាក់តំបន់ប៉ាល់ទិកតំបន់នេះមាន 3 ប្រទេសដូចជាលីទុយអានីមានទីតាំងស្ថិតនៅក្នុងតំបន់ប៉ាល់ទិកនៃទ្វីបអឺរ៉ុបប្រទេសនេះត្រូវបានគេស្គាល់ជាផ្លូវការថាសាធារណរដ្ឋលីទុយអានីមានផ្ទៃដីចំនួន 65,286 គីឡូម៉ែត្រការ៉េនិងមានប្រជាជនប្រមាណ 2,83,144 នាក់គិតត្រឹមឆ្នាំ 2025រដ្ឋធានីវេនីញ៉ូរបស់ប្រទេសនេះមានប្រជាជនរស់នៅចំនួនប្រមាណ 70,000 នាក់ប្រទេសភាគខាងជើងនេះគឺជាសមាជិកនៃសម្ព័ន្ធភាពអន្តរជាតិផ្សេងៗរួមទាំងអង្គការ NATO សហភាពអឺរ៉ុបនិងក្រុមប្រឹក្សាអឺរ៉ុបជាដើមទី2ប្រទេសឡាតវីប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសលីទុយអានីរុស្ស៊ីអេស្តូនីនិងបេឡារុសវាត្រូវបានគេស្គាល់ជាផ្លូវការថាសាធារណរដ្ឋឡាតវីប្រទេសនេះមានផ្ទៃដីចំនួន 64,573 គីឡូម៉ែត្រការ៉េនិងមានប្រជាជនប្រមាណ 1,85,359 នាក់គិតត្រឹមឆ្នាំ 2025រដ្ឋធានីនិងទីក្រុងធំបំផុតគឺទីក្រុងរីហ្កាដែលមានប្រជាជនប្រហែល 1/3 នៃចំនួនប្រជាជនរបស់ប្រទេសនេះសរុបទី3អេស្តូនីដែលមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋអេស្តូនីស្ថិតនៅលើឆ្នេរសមុទ្រភាគខាងកើតនៃទ្វីបនេះដែលមានព្រំប្រទល់ជាប់នឹងសមុទ្រប៉ាល់ទិកប្រទេសនេះដែលធ្លាប់ជាផ្នែកមួយនៃប្រទេសរុស្ស៊ីបានក្លាយជាសមាជិកនៃសហភាពអឺរ៉ុបតាំងពីឆ្នាំ 2004 ប្រទេសអេស្តូនីមានទំហំតូចជាងមុនហើយមានផ្ទៃដីសរុប 45,227 គីឡូម៉ែត្រការ៉េប៉ុណ្ណោះចំនួនប្រជាជនបច្ចុប្បន្នរបស់ប្រទេសនេះត្រូវបានប្រមាណថាមានចំនួន 1,34,4232 នាក់គិតត្រឹមឆ្នាំ 2025រដ្ឋធានីរបស់ប្រទេសអេស្តូនីគឺទីក្រុងថលីនមានព្រំប្រទល់ជាប់នឹងឈូងសមុទ្រប៉ាំងឡង់និងមានប្រជាជនប្រមាណ 44,5259 នាក់ការបកស្រាយនេះនិយមទៅតាមអង្គការសហប្រជាជាតិនិងគេហទំព័រចំនួនប្រជាជននៅលើពិភពលោកឬ World Population អឺរ៉ុបខាងត្បូងជារួមមានប្រទេសជាច្រើនដែលស្ថិតនៅជាប់មហាសមុទ្រអាត្លង់តិកនិងសមុទ្រមេឌីទែរ៉ាណេមិនតែប៉ុណ្ណោះតំបន់នេះត្រូវបានគេស្គាល់តាមរយៈអឺរ៉ុបខាងត្បូងគឺជាតំបន់ប្រវត្តិសាស្ត្រដ៏យូរលង់និងមានឥទ្ធិពលបំផុតលើវប្បធម៌លោកខាងលិចអឺរ៉ុបខាងត្បូងមានប្រហែល 9 ប្រទេសហើយប្រទេសដែលមានភាពលេចធ្លោជាងគេគឺប្រទេសអ៊ីតាលីនិងប្រទេសអេស្ប៉ាញប្រទេសអ៊ីតាលីសាធារណរដ្ឋអ៊ីតាលីមានរដ្ឋធានីឈ្មោះទីក្រុងរ៉ូមវាជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅអឺរ៉ុបខាងត្បូងដែលមាន GDP សរុបប្រមាណ $2.3 ទ្រីលៀនជាមួយទំហំផ្ទៃដី 313,340 គីឡូម៉ែត្រការ៉េនិងមានប្រជាជនប្រហែល 59,146,260 នាក់គិតត្រឹមឆ្នាំ 2025អ៊ីតាលីជាមជ្ឈមណ្ឌលនៃម៉ូដសម្លៀកបំពាក់និងឧស្សាហកម្មទន់ធ្ងន់ប្រទេសអ៊ីតាលីមានព្រំដែនគោកជាមួយប្រទេសបារាំងនៅភាគខាងលិចប្រទេសស្វីសនិងអូទ្រីសនៅភាគខាងជើងប្រទេសស្លូវេនីនៅភាគខាងកើតនិងតំបន់ជុំវិញពីរគឺទីក្រុងវ៉ាទីកង់និងសាន់ម៉ារីណូប្រទេសនេះមានឧបទ្វីបដែលលាតសន្ធឹងចូលទៅក្នុងសមុទ្រមេឌីទែរ៉ាណេជាមួយនឹងជួរភ្នំអាល់នៅលើព្រំដែនភាគខាងជើងរបស់វាក៏ដូចជាកោះជិត 800 ជាពិសេសស៊ីស៊ីលីនិងសាឌីនីទី2ប្រទេសអេស្ប៉ាញប្រទេសជាណាចក្រអេស្ប៉ាញមានរដ្ឋធានីឈ្មោះទីក្រុងម៉ាឌ្រីត
អេស្ប៉ាញមានផ្ទៃដីធំជាងគេបង្អស់នៅក្នុងតំបន់ដែលមានចំនួន 55,990 គីឡូម៉ែត្រការ៉េ និងមានប្រជាជនប្រហែល 47,088,958 នាក់គិតត្រឹមឆ្នាំ 2025 អេស្ប៉ាញមាន GDP សរុបចំនួន 2,829,000 លានដុល្លារសហរដ្ឋអាមេរិក អេស្ប៉ាញមានព្រំប្រទល់ជាប់នឹងប្រទេសបារាំង អង់ដូរ៉ា និងឈូងសមុទ្រប៊ីស្កាយនៅខាងកើត និងខាងត្បូងជាប់សមុទ្រមេឌីទែរ៉ាណេ និងហ្គីប្រាល់តា នៅភាគខាងលិចជាប់នឹងប្រទេសប៉ូទុយហ្គាល់ និងមហាសមុទ្រអាត្លង់ទិក ទី3 បណ្ដាប្រទេសសម្បូរទៅដោយកោះនិងឆ្នេរសមុទ្រ ប្រទេសក្រិក សាធារណរដ្ឋក្រិកមានរដ្ឋធានីគឺរដ្ឋធានីអាថែន ប្រទេសក្រិកមានផ្ទៃដីចំនួន 131,957 គីឡូម៉ែត្រការ៉េ និងមានប្រជាជនប្រហែល 9,093,844 នាក់ ទោះបីជាមាន GDP ត្រឹមប្រមាណ 466,945,000 លានដុល្លារប៉ុន្តែប្រទេសក្រិកជាប្រទេសដែលសម្បូរតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ប្រទេសនេះស្ថិតនៅចុងខាងត្បូងនៃឧបទ្វីបបាល់កង់ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសអាល់បានីនៅភាគពាយព្យ ប្រទេសម៉ាសេដូនខាងជើង និងប៊ុលហ្គារីនៅភាគខាងជើង និងប្រទេសទូគីនៅភាគខាងកើត សមុទ្រអេហ្កែនស្ថិតនៅភាគខាងកើតនៃដីគោក សមុទ្រអ៊ីយ៉ូនៀនស្ថិតនៅភាគខាងលិច សមុទ្រក្រែត និងមេឌីទែរ៉ាណេនៅភាគខាងត្បូង ទី4 ប្រទេសប៉ូទុយហ្គាល់ សាធារណរដ្ឋប៉ូទុយហ្គាល់មានរដ្ឋធានីឈ្មោះ Lisbon មានផ្ទៃដីសរុបចំនួន 156,597 គីឡូម៉ែត្រការ៉េ ដែលមានប្រជាជនចំនួនប្រហែល 10,041,134 នាក់គិតត្រឹមឆ្នាំ 2025 ជាប្រទេសដែលមានទំហំសេដ្ឋកិច្ច 556,383,000 លានដុល្លារ ប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសអេស្ប៉ាញនៅភាគខាងជើង និងភាគខាងកើតជាមួយនឹងកោះ Azores នៅមហាសមុទ្រអាត្លង់ទិក ទី5 ប្រទេសសេប៊ី សាធារណរដ្ឋសេប៊ីមានរដ្ឋធានីឈ្មោះក្រាត ប្រទេសនេះមានផ្ទៃដីសរុបចំនួន 88,361 គីឡូម៉ែត្រការ៉េ មានប្រជាជនប្រហែល 6,068,939 នាក់ ដែលមាន GDP សរុបចំនួន 225,055,000 លានដុល្លារ ប្រទេសនេះមានទីតាំងស្ថិតនៅក្នុងតំបន់បាល់កង់ មានព្រំប្រទល់ជាប់នឹងប្រទេសហុងគ្រីនៅភាគខាងជើង រ៉ូម៉ានីនៅភាគឦសាន ប៊ុលហ្គារីនៅភាគអាគ្នេយ៍ ម៉ាសេដូនខាងជើងនៅភាគខាងត្បូង ក្រូអាស៊ីនៅភាគពាយព្យ បូស្នី និងហឺសេកូរីណានៅភាគខាងលិច និងតេនេក្រូនៅភាគនិរតី ទី6 ប្រទេសក្រូអាត សាធារណរដ្ឋក្រូអាស៊ី ឬក្រូអាតមានរដ្ឋធានីឈ្មោះសាគ្រីប ដែលមានផ្ទៃដីចំនួន 56,554 គីឡូម៉ែត្រការ៉េ មានប្រជាជនប្រហែល 3,084,860 នាក់ និងមាន GDP ចំនួន 240,000 លានដុល្លារ ប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសស្លូវេនីភាគពាយព្យ ហុងគ្រីនៅភាគឦសាន សេប៊ីនៅភាគខាងកើត បូស្នី និងហឺសេកូវីណា ម៉ុងតេនេក្រូនៅភាគអាគ្នេយ៍ និងមានព្រំប្រទល់ដែនសមុទ្រជាមួយប្រទេសអ៊ីតាលីនៅភាគខាងលិច ទី7 បូរីវ៉ាទីកង់ ប្រទេសនេះគឺជាប្រទេសតូចបំផុតនៅក្នុងលោកមានផ្ទៃដីចំនួន 0,49 គីឡូម៉ែត្រការ៉េ តាមការប៉ាន់ស្មានប្រជាជនក្នុងឆ្នាំ 2024 មានចំនួន 882 នាក់ ជារដ្ឋទីក្រុងអធិបតេយ្យដែលមិនមានសមុទ្រ គ្រប់គ្រងដោយសម្ដេចប៉ាប វាជាតំបន់មួយនៅក្នុងទីក្រុងរ៉ូមនៃប្រទេសអ៊ីតាលី និងបម្រើជាមជ្ឈមណ្ឌលរដ្ឋបាលនៃសាសនាកាតូលិក ទី8 ប្រទេសសាន់ម៉ារីណូ សាធារណរដ្ឋសាន់ម៉ារីណូជាប្រទេសមួយដែលមិនមានព្រំដែនសមុទ្រនៅអឺរ៉ុបខាងត្បូង ដែលហ៊ុំព័ទ្ធទៅដោយប្រទេសអ៊ីតាលី មានទីតាំងស្ថិតនៅជម្រាលភាគឦសាននៃភ្នំអាផេនីន វាជារដ្ឋខ្នាតតូចដែលធំជាងគេក្នុងចំណោមរដ្ឋតូចៗពីរនៅក្នុងប្រទេសអ៊ីតាលី ដែលមួយទៀតគឺទីក្រុងវ៉ាទីកង់ សាន់ម៉ារីណូមានផ្ទៃដីចំនួន 61.19 គីឡូម៉ែត្រការ៉េ ប្រទេសនេះមានប្រជាជនប្រហែល 33,572 នាក់គិតត្រឹមឆ្នាំ 2025 និងមាន GDP ចំនួន 2,978,000 លានដុល្លារ ទី9 ប្រទេសម៉ាល់តា សាធារណរដ្ឋម៉ាល់តាសុទ្ធសឹងតែជាគោលដៅទេសចរណ៍សំខាន់បំផុត ប្រទេសនេះមានប្រជាជនចំនួន 54,5405 នាក់ មានផ្ទៃដីចំនួន 316 គីឡូម៉ែត្រការ៉េ និងមាន GDP ប្រហែល 36,870,000 លានដុល្លារសហរដ្ឋអាមេរិក ម៉ាល់តាជាប្រទេសកោះមួយនៅអឺរ៉ុបខាងត្បូង មានទីតាំងនៅសមុទ្រមេឌីទែរ៉ាណេ ចន្លោះ
ស៊ីស៊ីលីនៅអាហ្វ្រិកខាងជើងមានប្រជុំកោះមួយដែលមានចម្ងាយប្រហែល80គីឡូម៉ែត្រភាគខាងត្បូងប្រទេសអ៊ីតាលីចម្ងាយ284គីឡូម៉ែត្រភាគខាងកើតប្រទេសឥណ្ឌូនេស៊ីនិង333គីឡូម៉ែត្រភាគខាងជើងនៃប្រទេសលីប៊ី